និយាយពីថានំល្ពៅស្រួលធ្វើមែនតើបងប្អូនសល់ល្ពៅទុំមួយនិងខ្ទិះដូងតិចបងប្អូនអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមយកមកធ្វើនំល្ពៅគ្រឿងផ្សំកូនគឺល្ពៅខ្ទិះដូងបងប្អូនខ្ញុំចិតល្ពៅហើយដាក់ចំហុយវារៀងទន់បន្តិចចំហុយឲ្យរៀងទន់ហើយទើបខ្ញុំយកមកញិចឲ្យទន់ជាមួយនឹងម្សៅទឹកខ្សាយអញ្ចឹងណាបងប្អូនចាប់ផ្ដើមជ្រុំវាទន់អញ្ចឹងមកបើធម្មតាឈូសក៏បានដែរបងប្អូនឈូសហើយច្របល់vớiម្សៅក៏បានដែរតែខ្ញុំចង់ចំហុយឲ្យវាឆ្អិនតបមកនេះម្សៅខ្សាយខ្ញុំដាក់ប្រហែលជា1ខាំចាស់ច្របល់ជាមួយល្ពៅឲ្យចូលសព្វគ្នាបងប្អូនតមកដាក់ស្ករសល្មមបានណាបងប្អូនខ្ញុំដាក់រៀងជ្រុលបន្តិចខ្ទិះដូងកូរវាឲ្យមើលល្មួតចូលគ្នាហើយទើបចាប់ផ្ដើមយកមកវិចបងប្អូនខ្ញុំដាក់ស្កររៀងជ្រុលបន្តិចរៀងផ្អែមសម្រាប់ខ្ញុំបងប្អូនលៃលកតាមហ្នឹងទៅស្ករតិចស្ករច្រើនអញ្ចឹងខ្ញុំចាប់ផ្ដើមវិចធម្មតាបងប្អូនវិចនំល្ពៅនំចេកបុកនិយាយពីថាមហាស្រួលវិចហើយអត់ចេះវិចក៏វិចកើតដែរអត់ដូចនំសមជ្រូកទេណាបងប្អូនអញ្ចឹងនំល្ពៅខ្ញុំរួចរាល់ហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់ចំហុយខ្ញុំដាក់35នាទីឆ្អិនល្មមឆ្ងាញ់បងប្អូន35នាទីជាងនំល្ពៅខ្ញុំក៏បានឆ្អិនដែរបងប្អូនឲ្យសាច់ឡើងទន់ល្មើយនិយាយពីថាឆ្ងាញ់ណាបងប្អូនតែគាត់ថាវារៀងផ្អែមបន្តិចសម្រាប់ខ្ញុំអត់សូវចូលចិត្តផ្អែមហ្មងចឹងនំល្ពៅតែល្ពៅមួយខ្ទិះដូងតិចគេថាញ៉ាំចាស់បងប្អូនសាច់ទន់នៅល្មួតអានេះសាវិក្តៅបងប្អូនចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាយបាយ